ជំរាបសួរទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់វិភាគអំពីមូលរហ័យពិតដែលបង្កឲ្យកើតសង្គ្រាមលោតលើទី1និងអន្ទាក់សម្ព័ន្ធភាពយោធាដែលអូសទាញពិភពលោកចូលក្នុងផ្លត់ឈាមមុននឹងខ្ញុំឈានចូលការសម្រាយអត្ថបទបញ្ញោវិភាគទាំងមូលនេះខ្ញុំសូមមេត្តាជាសាយខន្តីអភ័យទោសដល់បងប្អូនជាទីរាប់អានទាំងអស់គ្នាឲ្យបានជាថាបញ្ហាដោយសារបញ្ហាសម្លេងរបស់ខ្ញុំគឺនិយាយមិនសូវច្បាស់និងនិយាយយឺតសូមបងប្អូនមេត្តាខន្តីអភ័យទោសកុំប្រកាយប្រកាន់លើរូបខ្ញុំអីសូមមេត្តាដាប់ដោយយកចិត្តទុកដាក់សូមអរគុណបើឥឡូវនេះកុំឲ្យខាត់ពេលយើងទៅសូមរីកសម្ដាប់នៅអត្ថបទសម្រាយវិភាគទាំងអស់នេះសង្គ្រាមលោតលើទី1ពី1914ដល់1918គឺជាសោកនាដកម្មមនុស្សជាតិដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រដែលបានដាច់ជីវិតមនុស្សជាង20លាននាក់និងបំផ្លាញចក្រភពធំចំនួន4ឲ្យរលាយបាត់រូបពីផែនដីលោកមនុស្សភាគច្រើនដឹងថាសង្គ្រាមនេះបានទុះឡើងបន្ទាប់ពីការធ្វើឃាតពារាទីយាតអូទ្រីហុងការីប៉ុន្តែការពិតទៅព្រឹត្តិការណ៍នោះគ្រាន់តែជាកំសៀរំសាវដែលរងចាំតែភ្លើងកាត់ប៉ុណ្ណោះអត្ថបទនេះចង់វិភាគដីអំពីមូលរហ័យពិតដែលបង្កឲ្យកើតសង្គ្រាមលោតលើទី1និងរបៀបដែលសម្ព័ន្ធភាពយោធាទានប្រទេសទូទាំងពិភពលោកឲ្យជួយកាប់សម្លាប់គ្នានេះត្រូវបានរៀបចំឡើងដើម្បីលាតដានពីបណ្ដាញយោធាបណ្ដាញនយោបាយសង្ងាត់ភាពតានតឹងនៃជាតិនិយមនិងយន្តការសម្ព័ន្ធភាពយោធាផ្សាយប្រវត្តិនៃមហាអំណាចអឺរ៉ុបដែលបានបំបែកចំនួនតំបន់តូចមួយទៅនៅតំបន់បាកង់ឲ្យក្លាយជាសង្គ្រាមលំដាប់សកលលោកកថាខាទី1សង្ឃានុភាពធនរំសាវនៃអឺរ៉ុបនិងមូលហេតុឬកូននៃសង្គ្រាមមុនពេលការធ្វើឃាតនៅឆ្នាំ1914ឋានភាពភូមិសាស្ត្រនយោបាយនៅអឺរ៉ុបបានស្ថិតក្នុងភាពតានតឹងខ្លាំងរូតហាក់ទៅហើយដែលអ្នកប្រវត្តិសាស្ត្រសង្ខេបថាពាក្យកាត់ថាមែនរួមមានទី1យោធានិយម militarian គឺការបំណានប្រជែងអាវុធសភាវុធយ៉ាងសាហាវទី2សម្ពានសម្ព័ន្ធភាពយោធាអាឡែងក្នុងចំណោមមហាអំណាចទី3អាណានិគមនិយម imperialism ការដណ្ដើមទឹកដីគ្នានិងទី4ជាតិនិយមឈរ nationalism ជាពិសេសនៅតំបន់អ៊ុបហ្វិកបាកង់ដែលត្រូវបានគេប្រសិទ្ធនាមថាជាធនរំសាវនៃអឺរ៉ុបដោយសារតែការចង់បានឯករាជ្យភាពរបស់ជនជាតិស្លាវិកពីការខុបខលរបស់ចក្រភពអូទ្រីនិងហុងការីដោយសារ
ដោយមានការគ្រប់គ្រងសម្ងាត់ពីក្រោយដោយចាក់ភពរ៉ូស៊ីភាពតានតឹងដ៏ស៊ីជម្រៅដោយការប្រឈមមុខគ្នាក្នុងតំបន់នេះបានរងចាំតែការលឿនបន្តិចបន្តួចប៉ុណ្ណោះដើម្បីទូតសង្គ្រាមទុនជាទុនជ័យធំកថាខណ្ឌ2ព្រឹត្តិការណ៍ធ្វើឃាតនៅសារ៉ាយេវ៉ូការលឿនដុតបញ្ឆេះសង្គ្រាមនៅថ្ងៃទី28មិថុនាឆ្នាំ1914ពេលរាជបុត្ររាជាយាទហ្វុនសេដឺណង់នៃចក្រភពអូទ្រីហុងការីនិងព្រះមហាក្សត្រីសូហ្វីទើបបានធ្វើឃាតនៅទីក្រុងសារ៉ាយេវ៉ូដែលជាបេះដូងនៃដែនដីបូស្នីឃាតករគឺជាយុវជនជាតិនិយមសេប៊ីម្នាក់ឈ្មោះ Gavrilo Princip ដែលជាសមាជិកនៃក្រុមឧទាមបដិវត្តន៍ដៃខ្មៅដែលមានគោលបំណងរំដោះទឹកដីបូស្នីឲ្យរួចផុតពីការត្រួតត្រារបស់អូទ្រីហុងការីដើម្បីទៅរួមបញ្ចូលជាមួយប្រទេសសេប៊ីការបង្ហូរឈាមនេះបានធ្វើឲ្យរាជល្បន់អូទ្រីហុងការីខឹងសម្បារយ៉ាងខ្លាំងនិងចាត់ទុកថាជាការប្រមាថមើលងាយដល់អធិបតេយ្យភាពរបស់ខ្លួនហើយពួកគេបានទម្លាក់កំហុសទាំងស្រុងទៅលើរដ្ឋាភិបាលសេប៊ីពីក្រោយការរៀបចំផែនការនេះកថាខណ្ឌ3វិបត្តិខែកក្កដាបែងការទូតល្បែងការទូតដ៏បរាជ័យនិងឧស្សាហ៍ល្វាតដ៏តឹងរ៉ឹងការធ្វើឃាតនេះបាននាំទៅរកវិបត្តិខែកក្កដាដែលជាដំណាក់កាលបរាជ័យខាងការទូតយ៉ាងធ្ងន់ធ្ងររវាងបណ្ដាប្រទេសអឺរ៉ុបនៅថ្ងៃទី20កក្កដា1914ចក្រភពអូទ្រីហុងការីដោយមានឆេតសាធារណរដ្ឋឆេតដែលជាការធានាគាំទ្រយោធាមានលក្ខខណ្ឌពីចក្រភពអង់គ្លេសបានចក្រភពអាល្លឺម៉ង់ច្រឡំអង់គ្លេសបានផ្ញើលិខិតអាសាល្វាតដ៏តឹងរ៉ឹងបំផុតដែលមានលក្ខខណ្ឌចំនួន10ទៅកាន់ប្រទេសសេប៊ីដោយទត់ពេលឲ្យត្រឹមតែ48ម៉ោងដើម្បីឆ្លើយតបទោះបីជាសេប៊ីបានយល់ព្រមតាមលក្ខខណ្ឌតែទាំងអស់9ក្នុងចំណោម10ក៏ដោយក៏អូទ្រីហុងការីនៅតែមិនពេញចិត្តនិងបានសម្រេចចិត្តកាត់បាត់ទំនាក់ទំនងការទូតរួចប្រកាសសង្គ្រាមនៅសេប៊ីជាផ្លូវការនៅថ្ងៃទី28កក្កដា1914ដោយចាប់ដើមបើកកម្មវិធីបហាបានខ្លោងទៅលើទីក្រុងបែកាតកថាខណ្ឌ4បណ្ដាញសម្ព័ន្ធភាពយោធាសម្ងាត់និងការលោតចូលតាមយន្តការដូមីណូនៅពេលសង្គ្រាមរវាងអូទ្រីហុងការីនិងសេប៊ីបានចាប់ដើមយន្តការសម្ព័ន្ធភាពយោធាអន្តរជាតិដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយនោះបានចាប់ដើមដំណើរការឡើងដូចជាខ្សែចង្វាក់ដូមីណូយ៉ាងស្វ័យប្រវត្តិមហាអំណាចអឺរ៉ុបកាលនោះត្រូវបានបែងចែកជាពីរក្រុមធំគឺក្រុមត្រីភាគីមិត្តភាពរួមមានបារាំងរុស្ស៊ីនិងអង់គ្លេសនិងក្រុមថៃភាគីសម្ព័ន្ធមិត្តរួមមានអាល្លឺម៉ង់អូទ្រីហុងការីនិងអ៊ីតាលីដោយសារតែចក្រភពរុស្ស៊ីមានកិច្ចព្រមព្រៀងការពារជនជាតិស្លាវិកនិងសេប៊ី
រុស្ស៊ីបានប្រកាសកេងទ័ពកេងកងទ័ពទុនទ្រីធំភ្លាមដើម្បីគម្រាមកំហែងអូទ្រីហង្ការីដែលជាហេតុធ្វើឲ្យអាល្លឺម៉ង់ត្រូវលោតចូលមកការពារដៃគូរបស់ខ្លួននិងប្រកាសសង្គ្រាមលើរុស្ស៊ីថ្ងៃទី1សីហា1914កថាខានប្រាំផែនការស៊ីឡៃហ្វិនរបស់អាល្លឺម៉ង់ស៊ីឡៃហ្វេនរបស់អាល្លឺម៉ង់អនឡាញនេះខ្ញុំអានមិនច្បាស់ទេសូមបងប្អូនកុំអធិស្ឋានអីបើពាក្យបើបងប្អូនមិនច្បាស់ទៅណាសូមខមមិនលើតផែនការស៊ីឡៃហ្វេនរបស់អាល្លឺម៉ង់នឹងការទានចាក់ភពបារាំងចូលក្នុងសង្គ្រាមការប្រកាសសង្គ្រាមរបស់អាល្លឺម៉ង់លើរុស្ស៊ីបានបង្កើតជាក្តីបារម្ភដល់បារាំងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីយោធាអាល្លឺម៉ង់ដែលដឹងមុនថានឹងត្រូវប្រឈមមុខនឹងសង្គ្រាមពីរទិសគឺបារាំងនៅខាងលិចនិងរុស្ស៊ីនៅខាងកើតបានសម្រេចចិត្តអនុវត្តផែនការស៊ីឡៃហ្វេនហ្លែនដែលជាយុទ្ធសាស្ត្រយោធាវាយលុកលឿនរហ័សផែនការនេះកំណត់ថាអាល្លឺម៉ង់ត្រូវវាយកំទេចបារាំងឲ្យបានមុនក្នុងរយៈពេល6សប្តាហ៍មុនពេលដែលរុស្ស៊ីអាចកេងទ័ពរួចរាល់នៅទិសខាងកើតហើយដូច្នេះហើយនៅថ្ងៃទី3កសីហា1914អាល្លឺម៉ង់បានប្រកាសសង្គ្រាមលើបារាំងនិងបញ្ជូនកងទ័ពដ៏មហិមារបស់ខ្លួនសម្រុតចូលទៅបត់បារាំងបត់គំតិចបារាំងកថាខណ្ឌទី6ការរំលោភលើអាជាកិត្តិភាពរបស់ Basic និងការលោតចូលរបស់ចក្រភពអង់គ្លេសដើម្បីអាចវាយសម្រុតចូលទៅកាន់ទីក្រុងប៉ារីសរបស់បារាំងបានយ៉ាងលឿនកងទ័ពអាល្លឺម៉ង់ត្រូវបង្ខំចិត្តដើរកាត់ប្រទេស Basic ដែលជាប្រទេសអាជីកិតនឹងត្រូវបានការពារដោយសន្ធិសញ្ញាឡុងទីក្រុងឡុងឆ្នាំ1939ការបដិសេធរបស់ Basic ក្នុងការអនុញ្ញាតឲ្យកងទ័ពអាល្លឺម៉ង់ឆ្លងកាត់បាននាំទៅការរត់ការភ្លាមពានរបស់អាល្លឺម៉ង់លើ Basic នៅថ្ងៃទី4សីហា1914ការរំលោភលើច្បាប់អន្តរជាតិនិងអាជាកិត្តិភាពរបស់ប្រទេសតូចមួយនេះបានបង្ខំឲ្យចក្រភពអង់គ្លេសដែលជាអ្នកធានាសុវត្ថិភាពរបស់ Basic និងជាសម្ព័ន្ធមិត្តរបស់បារាំងប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅថ្ងៃដដែលនោះថ្ងៃដែលជាការបញ្ចប់នៅរាល់ក្តីសង្ឃឹមក្នុងការរក្សាសន្តិភាពនៅអឺរ៉ុបកថាខណ្ឌទី7ក៏ដូចជាកថាខណ្ឌខាងក្រោយដែរការផ្លាស់ប្ដូរទៅជាសង្គ្រាមលោតនិងការទាញយកធនធានពីទូទាំងសកលលោតនៅពេលដែលចក្រភពអង់គ្លេសនិងបារាំងបានចូលមកក្នុងសង្គ្រាមជម្លោះអឺរ៉ុបតូចមួយនេះបានរាលដាលទៅជាសង្គ្រាមលោតភ្លាមដោយសារតែអំណាចអាណានិគមធំធេងរបស់ចក្រភពទាំងពីរទៅដីអាណានិគមនិងប្រទេសចំណុះទូទាំងសកលលោករួមមានប្រទេសកាណាដាអូស្ត្រាលីនូវែលសេឡង់ឥណ្ឌានិងបណ្ដាប្រទេសនៅអាហ្វ្រិកត្រូវបានបង្ខំឲ្យបញ្ជូនកងទ័ពរបៀងអាហារនិងធនធានធម្មជាតិរាប់លានតោនទៅកាន់សមរភូមិនៅអឺរ៉ុបលើពីនេះការចូលរួមរបស់ចក្រភ
ពអូតូម៉ង់នៅថ្ងៃចុងឆ្នាំ1914ក្រោយនឹងក្រោយមកការចូលរួមរបស់សហរដ្ឋអាមេរិកនៅឆ្នាំ1917បានធ្វើឲ្យសមរភូមិកាន់តែធំឡើងទូទាំងមហាសមុទ្រនិងទ្វីបនានាដែលជាការសម្លាប់រង្គាលមនុស្សជាតិទ្រង់ទ្រាយធំបំផុតតាមរយៈបច្ចេកវិទ្យាយោធាឧស្សាហកម្មសម័យថ្មីសេចក្តីយោងតាមសេចក្តីសន្និដ្ឋានរបស់ខ្ញុំជារួមមកសង្គ្រាមលោតលើទី1មិនមែនកើតឡើងដោយសារតែការស្លាប់របស់មនុស្សម្នាក់គឺព្រះរាជបុត្ររាជយាទ Ferdinandនោះឡើយប៉ុន្តែវាជាលទ្ធផលនៃការទុះឡើងនៅវិបត្តិជាច្រើនទសវត្សរ៍នៃលទ្ធិយោធានិយមអាណានិគមនិយមនិងកសាងសម្ព័ន្ធភាពយោធាសម្ងាត់ការធ្វើឃាតនៅសារ៉ាយេវ៉ូគ្រាន់តែជាកត្តាលីករជំរុញឲ្យយន្តការសម្ព័ន្ធភាពយោធាដែលខ្វះខាតដំណាភាពដំណើរការនិងទាមប្រទេសជាសមាជិកឲ្យចូលរួមក្នុងវិបត្តិដោយគ្មានការត្រឡប់ក្រោយវិញមេរៀនប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់ថាកាលណាមហាអំណាចយោធាក៏សាងសម្ព័ន្ធភាពប្រឡាក់ប្រឡូតនិងមានយន្តការគ្រប់គ្រងការទូទាត់ពេលវេលានោះចំនួនតូចមួយនៅក្នុងតំបន់អាចនឹងបង្កើតជាមហន្តរាយបំផ្លិចបំផ្លាញដល់ជីវិតមនុស្សជាតិទូទាំងពិភពលោកអនុសាសន៍យោងតាមអនុសាសន៍ដកសនជាមេរៀនសន្តិភាពរបស់ខ្ញុំមានមកចំណុចពង្រឹងតួនាទីនៃអង្គការអន្តរជាតិពិភពលោកត្រូវតែមានស្ថាប័នកណ្ដាលប្រកបដោយតម្លាភាពនិងអំណាចពិតប្រាកដដូចជាអង្គការសហប្រជាជាតិឬ UN ហៅកាត់ថា UN ដើម្បីដោះស្រាយជម្លោះតាមរយៈការទូតនិងច្បាប់អន្តរជាតិជៀសវាងការដោះស្រាយតាមរយៈកម្លាំងយោធាតខ្លួន2កសាងសម្ព័ន្ធភាពប្រកបដោយតម្លាភាពនិងការបង្កើតសម្ព័ន្ធភាពយោធាសម័យទំនើបត្រូវតែមានភាពច្បាស់លាស់មិនសម្ងាត់និងមានគោលបំណងការពារសន្តិភាពជាជាងត្រៀមលក្ខណៈធ្វើសង្គ្រាមដោយលោក3ប្រឆាំងនឹងលទ្ធិនិយមជាតិនិយមជាតិនិយមធ្វើជាសេចក្តីស្រឡាញ់ជាតិដ៏ល្អប៉ុន្តែជាតិនិយមជ្រុលដែលបង្កើតឲ្យមានការអត់ពើមពុទ្ធសាសន៍ដតីនិងការចង់ពង្រីកទឹកដីដោយហិង្សាគឺជាថ្នាំពោធិ៍ដែលបំផ្លាញថេរភាពពិភពលោក4ជំរុញការយល់ដឹងអំពីសោតនីយកម្មសង្គ្រាមប្រព័ន្ធអប់រំគួរតែសង្កត់ធ្ងន់ទៅលើការបង្រៀនពីផលវិបាកនៃការបំផ្លិចបំផ្លាញនៃសង្គ្រាមជាងការលើកតម្កើងជ័យជំនះយោធាដើម្បីយុវជនចំនួនក្រោយយល់ច្បាស់ពីតម្លៃពិតប្រាកដនៃសន្តិភាពឥឡូវនេះខ្ញុំប្រធានបទសម្រាយនៅវិភាគបញ្យលនេះត្រូវបានបញ្ចប់ហើយសូមខន្តីអធិស្ឋានខន្តីអភ័យទោសដល់បងប្អូនម្ដងទៀតនៅសម្លេងរបស់បញ្ហាសម្លេងរបស់ខ្ញុំឬក៏ការនិយាយរបស់ខ្ញុំគឺរអាក់រអួលឬមានចំណុចណាដែលនិយាយខ្វះខាតនិយាយមិនច្បាស់លាស់សូមខមមិននៅក្នុងវីដេអូខ្ញុំនឹងរីករាយដល់ចែករំលែកជូនបងប្អូនជានិច្ចហើយណាមួយខ្ញុំចង់ចែករំលែក link website ដែលខ្ញុំដាក់រលុយនេះទំតែដាក់ដំណើរការ
រត់ស៊ីវបផ្សាយរលុយនេះខ្ញុំដាក់នៅក្នុង comment នៅក្នុងនៅក្នុង comment ของវីដេអូសូមបងប្អូនទាំងអស់គ្នាមេត្តាជួយ support និងគ្រប់គ្រងវីដេអូ share ចូល link ដើម្បី share និង comment នៅក្នុង page website របស់ខ្ញុំផងអរគុណច្រើនជម្រាបលាពីខ្ញុំបាទបជាពលឺសូមបញ្ចប់តែប៉ុណ្ណេះ